មនុស្សភាគច្រើននិយាយដូចគ្នាជារៀងរាល់ថ្ងៃខ្ញុំរវល់ណាស់ខ្ញុំគ្មានពេលទេជីវិតលំបាកពេកហើយប៉ុន្តែសូមសួរត្រង់ៗមួយសំណួរតើថ្ងៃនេះអ្នកចំណាយពេលប៉ុន្មានម៉ោងទៅលើទូរស័ព្ទរបស់អ្នក Facebook TikTok scroll ចុះ scroll ឡើងមើលវីដេអូ notification ការពិតមួយដែលមនុស្សមិនចង់ទទួលស្គាល់គឺមិនមែនរវល់ទេគឺគ្រាន់តែរាយមាយមិនបានផ្ដោតលើគោលដៅត្រូវបានរំខានដោយទូរស័ព្ទសូមស្ដាប់រឿងមួយដែលកើតឡើងជារៀងរាល់ថ្ងៃជាមួយមនុស្សរាប់លាននាក់ព្រឹកឡើងភ្ញាក់ពីគេងមិនទាន់ទាំងងើបពីគ្រែផងរឿងដំបូងដែលអ្នកធ្វើគឺយកទូរស័ព្ទមកមើលគ្រាន់តែឆែកសារបន្តិចទេបន្ទាប់មក TikTok YouTube Facebook វីដេអូមួយខ្ល้ายជា2 2ខ្ល้ายជា10ហើយភ្លាមនោះ30-40នាទីបាត់ថ្ងៃថ្មីមិនទាន់នឹងបានចាប់ផ្ដើមផងប៉ុន្តែការផ្ដោតអារម្មណ៍របស់អ្នកត្រូវបានបាត់បង់រួចទៅហើយបន្តមកទៀតរៀងថ្ងៃបន្តិចអ្នកគិតថាខ្ញុំចង់រៀនជំនាញថ្មីថ្ងៃនេះខ្ញុំចង់បង្កើត business ខ្ញុំចង់ផ្លាស់ប្ដូរជីវិតឬក៏ចង់ផ្ដោតលើការងារសម្រាប់គោលដៅអីផ្សេងប៉ុន្តែដល់ទៅពេលធ្វើការពិតទូរស័ព្ទញ័រ notification សារវីដេអូថ្មីហើយ5នាទីមើលតែ5នាទីប៉ុន្តែ5នាទីខ្លាចជា1ម៉ោងទៀតចំណុចដែលគួរឲ្យព្រួយបារម្ភបំផុតក្នុងរឿងនេះគឺថាអាភាពរាយមាយរំខានដោយទូរស័ព្ទនឹងមិនធ្វើឲ្យយើងមានអារម្មណ៍ថាគ្រោះថ្នាក់ទេមានអារម្មណ៍ថាដូចស្រួលដូចសាកថ្មដូចសម្រួលអារម្មណ៍ scroll ឡើងសប្បាយចិត្តរំសាយទុកព្រួយប៉ុន្តែបន្តិចម្ដងមួយថ្ងៃមួយខែមួយឆ្នាំសរុបចូលទៅការរំខាននេះលួចពេលវេលាក្នុងជីវិតយើងអស់យ៉ាងច្រើនហើយអ្នកណាក៏ដឹងដែរពេលវេលាគឺមានតម្លៃបំផុតក្នុងជីវិតយើងសូម្បីតែលុយក៏មិនអាចទិញមកវិញបានដែរប៉ុន្តែវាត្រូវបានបាត់បង់ដោយមិនដឹងខ្លួនមនុស្សដែលពូកែជោគជ័យក្នុងជីវិតមិនមែនមានពេលច្រើនជាងអ្នកនោះទេ24ម៉ោងដូចគ្នាក្នុងមួយថ្ងៃប៉ុន្តែពួកគេការពារអារម្មណ៍ផ្ដោតរបស់គេមិនឲ្យរាយមាយឬរំខានដោយអ្វីផ្សេងជំនួសខ្លួនរួមទាំងទូរស័ព្ទក្នុងគណៈពេលដែលមនុស្សភាគច្រើនអូសចុះអូសឡើងព័ត៌មានការកំសាន្តលើទូរស័ព្ទពួកគេកំពុងតែធ្វើការងារពិតប្រាកដខណៈដែលអ្នកកំពុងតែត្អូញត្អែជីវិតអញ្ចេះជីវិតអញ្ចោះពួកគេកំពុងតែសាងសង់គ្រឹះឬក៏កំពុងតែសាងសង់អនាគតផ្ទាល់របស់ពួកគេសូមគិតមើលបើព្រឹកខាតពេលអស់1ម៉ោងថ្ងៃខាតពេលអស់1ម៉ោងយប់អស់1ម៉ោងទៀតមួយថ្ងៃ3ម៉ោងចោលបាត់មួយឆ្នាំជាង1000ម៉ោងហើយក្នុង1000ម៉ោងនេះបើអ្នកយកមកសន្សំរៀនជំនាញថ្មីអភិវឌ្ឍខ្លួនបង្កើត business ឬក៏ធ្វើកិច្ចការងារអីមួយច្បាស់លាស់ជីវិតអាចផ្លាស់ប្ដូរច្រើនណាស់ប៉ុន្តែមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ពីរឿងនេះឡើយពួកគេនៅតែរីករាយជាមួយនឹងការអូសទូរស័ព្ទចុះឡើងដោយគ្មានឈប់ឈរដូច្នេះបញ្ហារបស់អ្នកមិនមែនខ្ញុំគ្មានពេលទៀតទេបញ្ហាគឺអ្នកត្រូវគ្រប់គ្រងភាពរាយមាយនឹងការរំខាននោះឲ្យបានប្រសិនបើអ្នកចង់ជោគជ័យអ្នកត្រូវរៀនបិទ notification ដែលមិនចាំបាច់កាត់បន្ថយបណ្ដាញសង្គមការកំសាន្តផ្សេង
ហើយផ្ដោតលើអ្វីដែលសំខាន់សម្រាប់ជីវិតអ្នកឲ្យពិតប្រាកដពីព្រោះការផ្ដោតគឺជាធម៌ពលសូមធ្វើ challenge មួយជាមួយនឹងខ្លួនឯងសម្រាប់រយៈពេល7ថ្ងៃបន្ទាប់ពីនេះគឺកាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គមប្រើពេលវេលាដែលប្រើបណ្ដាញសង្គមនោះជំនួសទៅវិញនឹងការរៀនអ្វីដែលថ្មីអានសៀវភៅអ្វីថ្មីផ្ដោតលើគោលដៅខ្លួនឯងឲ្យច្បាស់លាស់អភិវឌ្ឍខ្លួនឯងសុំ challenge មួយអាទិត្យហើយអ្នកសង្កេតមើលតើអ្នកមានការប្រែប្រួលមានការរីកចម្រើនប៉ុណ្ណាចាប់ផ្ដើមពីថ្ងៃនេះតទៅសូមចងចាំនៅរឿងមួយអនាគតរបស់អ្នកមិនត្រូវបានកំណត់ដោយក្តីសុបិនរបស់អ្នកឡើយគឺវាត្រូវបានកំណត់ដោយរបៀបដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកដូច្នេះពេលក្រោយនៅពេលដែលអ្នកនិយាយថាខ្ញុំគ្មានពេលទេខ្ញុំរវល់សូមសួរខ្លួនឯងឲ្យត្រង់អ្នកពិតជារវល់មែនឬក៏អ្នកគ្រាន់តែរាយមាយត្រូវបានរំខានព្រោះនៅពេលដែលអ្នកកាត់បន្ថយភាពរាយមាយភាពរំខាននេះបានជីវិតអ្នកនឹងផ្លាស់ប្ដូរ